វីដេអូមុនមានបងអូនជាច្រើនគាត់ចូលមកខមមិនផ្ដល់ជាមតិយោបល់ហើយក៏មានបងអូនមួយចំនួនគាត់ថាឲ្យយើងនឹងប្រយ័ត្នខ្លួនផងហើយរកប៉ះមានគេបោកឬមានខមមិនខ្លះគាត់ថាឲ្យយើងនឹងប្រយ័ត្នខ្លួនផងប្រយ័ត្នគេចាប់អីចឹងណានិយាយទៅបងអើយមានណាគេចាប់ទេមកចឹងរៀងចឹងនេះមានណាគេចាប់ទេតែបើថាខ្ញុំចាប់គេអានឹងអាចបើឲ្យគេចាប់ខ្ញុំមានណាគេចាប់ទេនិយាយលេងហ្នឹងហើយក៏អរគុណចំពោះការផ្ដល់ជាមតិយោបល់ក៏ដូចជាបារម្ភអីចឹងណាបើជាក់ស្ដែងទៅអារឿងបោកអីហ្នឹងនៅចិនហ្មងជាក់ស្ដែងគឺវាអត់មានទេខ្ញុំហ៊ាននិយាយថានៅចិនគឺជាប្រទេសដែលសុវត្ថិភាពបំផុតអ្នកទាំងអស់គ្នាខ្ញុំហ៊ាននិយាយចឹងតែបើសិនជាពួកចិនដែលគាត់ទៅខ្មែរអាហ្នឹងខ្ញុំអត់ដឹងទេណាតែភាគច្រើនចិនដែលទៅខ្មែរឧទាហរណ៍ដូចជាចិនដែលគាត់នៅតាមខេត្តតាមអីគាត់ចេញទៅរកស៊ីនៅស្រុកក្រៅស្រុកអីចឹងទៅតែបើចិនគេនៅទីក្រុងហ្មងឬក៏ពួកចិនដែលនៅចិនហ្មងសុវត្ថិភាពណាទូរស័ព្ទឬក៏កាបូបលុយដែលអ្នកទាំងអស់គ្នាជ្រុះតាមផ្លូវឬក៏ដើរកាន់មិនថតមិនអត់មានចោលឆក់អត់មានចោលប្លន់ទេខ្ញុំហ៊ាននិយាយថាធានាសុវត្ថិភាពងាយស្រួលការធ្វើដំណើរខ្ញុំទៅ everything គឺស្រួលហើយបើថាបោកតាម online ឬក៏អីហ្នឹងគឺអត់ទេអ្នកទាំងអស់គ្នានៅចិនគឺអាចថាយើងមិនធ្លាប់ជួបអញ្ចឹងឬក៏មិនប៉ុន្តែបើសិនជាខ្ញុំហ៊ាននិយាយថានេះដោយសារខ្ញុំមិនធ្លាប់ជួបទេណាខ្ញុំមិននៅនេះយូរហើយប៉ុន្តែបើតាមខ្ញុំដឹងខ្ញុំនិយាយគឺអញ្ចឹងគឺវាអត់មានហ្មងតែបើថាពួកចិនដែលទៅស្រុកក្រៅបោកតាម online អានឹងទទួលស្គាល់តែបើថាចិននៅចិនហ្មងគឺអត់ទេអ្នកនរគ្នាហើយគេឆាប់មកយើងហ្នឹងក៏មិនមែនយើងទៅឡងមូលអីគេឆាប់មកតាម TikTok តាមទៅអីហ្នឹងយើងទៅជឿគេទេគឺគេមាន account របស់គេត្រឹមត្រូវទៅអីហ្នឹងក៏យើងមើលដែរថាជា account ត្រឹមត្រូវហើយក៏គេជា Weixin WeChat ហ្នឹងដើម្បីនិយាយគ្នាតាក់ទងគ្នាអីទៀតអាហ្នឹងក៏គេផ្លូវការគេនិយាយផ្លូវការគេដឹងគេយកពីគ្នាឲ្យបានគេ confirm ថាអូខេណាត់ថ្ងៃគ្នាជួបថ្ងៃណាឬក៏ធ្វើមិនអីចឹងទៅអាហ្នឹងតាមជាក់ស្ដែងអញ្ចឹងណាហើយបើឲ្យថាប្រយ័ត្នជួបមនុស្សបោកមកអាហ្នឹងអត់ងាយទេហើយណាគេបោកខ្ញុំរួចមានបណ្ណានៃបើថាខ្ញុំបោកគេអាហ្នឹងអូខេ